អ្នកភូមិស្ដីឲ្យខ្ញុំថាខ្ញុំអត់ចេះធ្វើម្ហូបថ្ងៃនេះមកបញ្ចេញស្នាដៃធ្វើម្ហូបម្ដងជាដំបូងគឺខ្ញុំទៅបេះក្រូចឆ្មាមុនគេមើលក្រូចឆ្មាគេផងនិយាយថាផ្លែធំធំដល់កហើយពូក្រូចឆ្មាហ្នឹងគឺយើងទៅរកបន្លែនៅក្នុងផ្ទះរបស់យើងតែម្ដងនេះគឺពូបារាំងខ្ញុំទៅបញ្ចេញផ្លែទូចមួយខ្ញុំបេះយកហ្មងទៅមកគឺទៅបេះតកូនហើយបន្លែដែលខ្ញុំដាំបានច្រើនមុខដែលសិតតែជាបន្លែធម្មជាតិដែលខ្ញុំដាំខ្លួនឯងហើយតកូនគឺបេះយកហ្មងណាខ្លះតែខ្ញុំតកូនប្រវែងស្មើនឹងគឺឆ្ងាញ់ហ្មងបន្ទាប់ទៅគឺទៅបេះជាមួយនឹងត្រួយដំឡូងជ្វាអ្នកណាខ្លះក្លឹបហូបត្រួយដំឡូងជ្វាហើយបន្ទាប់មកគឺយើងទៅបេះឃ្លោកជាបន្តទៀតបេះត្រួយមុខតិចបានហើយព្រោះអីនៅខ្ញុំលើធ្វើបន្លែហើយហូបស្ទាប់ជាមួយនឹងប្រហុកចំហុយរបស់យើងហើយបន្ទាប់ពីយើងបេះឃ្លោកវាគឺយើងធ្វើដំណើរទៅកាត់ស្លឹកក្តារច្រឡំស្លឹកក្តារធៀងក្តារគឺយើងទៅមុខតិចបានហើយអូនខ្ញុំធ្វើដំណើរទៅបេះអូនដំណងមែនតែអាហ្នឹងគឺវាផ្លែមកគឺវាផ្លែតាំងពីគល់ហ្មងចឹងឲ្យផ្លែវារៀងក្រីបន្តិចតែដើមវាទូចមួយវាផុតដីចឹងអានេះបានធំមកគេធំមកស្អែកទៅតាមដើមដែរបើដើមវាទូចហើយទៅឲ្យទៅផ្លែធំវិញអាមុខតិចទេអ្នកនរខ្ញុំមើលបន្លែមកកញ្ច្រែងហ្មងហូបគ្រួសារយើងជួបជុំគ្រួសារយើងវាថាឆ្ងាញ់ហើយរសជាតិអេមទៀតព្រោះជាបន្លែធម្មជាតិហើយវាសំខាន់យើងទទួលបានជាមួយនឹងសុខភាពល្អតែម្ដងតែបន្លែរបស់យើងសុទ្ធតែជាបន្លែធម្មជាតិទៅបេះត្រប់ជាបន្តទៀតត្រប់នឹងគឺត្រប់ស្រួយវាទៅតែផ្លែបាន2ផ្លែទេដែលខ្ញុំបេះយកហ្មងខ្ញុំដាំបានច្រើនដែរត្រប់នឹងតែវាអត់ទាន់ចេញផ្លែវាទៅតែផ្លែបាន2 3ផ្លែអញ្ចឹងយើងគប់ទុកវាយើងបេះហូបហ្មងទៅគឺបានតែ2ផ្លែនឹងឯងមុខតិចនឹងខ្ញុំហើយបន្ទាប់មកគឺយើងធ្វើដំណើរទៅបេះត្រួយកតុំធេតនិយាយពីថានៅក្នុងដីជុំវិញផ្ទះរបស់នាងខ្ញុំមានបន្លែហូបស្លឹកបន្លែហូបផ្លែគឺថាមានច្រើនដោយសារនាងខ្ញុំដាំបានច្រើនដែរនេះលទ្ធផលមិញដែលនាងខ្ញុំដល់ប្រមូលបន្លែវិញផ្ទះទៅមុខម្ហូបមុខនេះគឺនាងខ្ញុំឲ្យលុយទិញត្រីហើយនឹងសាច់បន្លែហ្នឹងគឺយើងដល់បេះឆ្វែជុំវិញពីផ្ទះមកគឺគ្រប់ហ្មងយើងមិនចាំពិបាកទិញគេទេតោះមកដឹកភ្លើងដាំបាយសិនដាំបាយរួចចាំយើងទៅធ្វើម្ហូបអញ្ចឹងដាំបាយគឺយើងដាំចក្រានអស់ហើយដោយសារតែដាំចក្រានភ្លើងឬមួយក៏ចក្រានគេគាត់ឆ្ងាញ់ចក្រានអស់ហើយទាំងគ្នាហើយដាំចក្រានអស់គឺរសជាតិខុសពីដាំចក្រានភ្លើងឬមួយក៏ចក្រានគេហើយពុកម៉ែរបស់នេះខ្ញុំក៏ចិត្តហូបដែរដោយសារតែគាត់និយាយថាចក្រានអស់ឬមួយក៏ចក្រានខ្ជុំហ្នឹងគឺអត់ដូចយើងដាំចក្រានគេឬមួយក៏ចក្រានភ្លើងទេអ្នកទាំងអស់គ្នារាប់ថាបែបហ្នឹងមែនអត់ហើយនេះខ្ញុំចាប់ដើមដាក់ដាំបាយសិនហើយនេះស្ត្រីមានពេកពេញខ្លួនហ្មងប៉ុន្តែដឹងតែម៉ែសើថាកូនល្អអីមាត់ក៏បើគាត់និយាយថាធ្វើហូបមិនកើតទៅបានទេចាបន្ទាប់មកនេះខ្ញុំចាប់ដើមទៅលើសាច់របស់យើងហើយយកទៅចិញ្ច្រាំប្រហុកជាមួយនេះគឺជាគ្រឿងផ្សំក្នុងការធ្វើប្រហុកនេះគឺនេះខ្ញុំប្រើក្រូចឆ្មាតែយើងប្រើក្រូចឆ្មាគឺវាមិនសូវជាត្រូវខ្លួនគ្នាប្រហែលទេដោយសារតែខ្ញុំមិនជឿចិត្តគិតសាប់ញ៉ាំអីច្រើនប្រហុកគឺចិត្តកាត់ចឹងអ្វីដែលសំខាន់ទីរបស់យើងមានអ្វីដែលយើងអាចឆ្នៃយកមកធ្វើប្រហុកបានព្រោះនេះខ្ញុំឆ្នៃថាវាមិនសូវត្រូវដូចគ្នាក៏ប៉ុន្តែយើងអាចហូបបានអញ្ចឹងធ្វើទៅជួយកាត់បន្ថយថវិកានៃការចំណាយរបស់យើងហើយសុខភាពដល់សុខភាពរបស់យើងដូចគ្នាទីបន្លែយើងដាំដល់ខ្លួនឯងធម្មជាតិពិតៗគឺខ្ញុំចាប់ដើមបាយគ្រឿងហើយដាក់ពងទាដាក់អីយើងចិញ្ច្រាំលេបប្រហុកអីរួចហើយគ្រឿងកូរឲ្យម៉ត់តែម្ដងទៅបន្ទាប់ពីខ្ញុំកូររួចហើយគឺយើងអែតលម្អជាមួយនឹងម្ទេសបន្តិចស្បែកជ្រូកបន្តិចទៅហើយមើលទៅរៀងលយបន្តិចអីថាពាក្យពេញភ្នែកមកក៏យើងដាក់ក្រានដឹកភ្លើងដើម្បីចំហុយហើយយើងនេះខ្ញុំក៏ឆ្លៀតមកគឺលក់តមកនេះខ្ញុំក៏អែតជាមួយនឹងមុខម្ហូបមួយមុខទៀតគឺស្លម្ជូរហើយយើងនឹងឯងទៅសាំងមានអីមានម្អមរះព្រៅតពួនដែលនេះខ្ញុំបេះនៅខាងក្រោយមិនមកកំ pl េរួចហើយគេចាប់ដើមបាយគ្រឿងយកហ្មងទៅដោយសារតែលោកពុកអ្នកបណ្ដារបស់នេះខ្ញុំគាត់ចាស់ហើយអញ្ចឹងគឺយើងត្រូវមានម្ហូបទឹកមួយមុខគោកមួយមុខគាត់ពួកគាត់អញ្ចឹងហើយយ៉ាងគាត់ទីពីរគាត់ពិសាពុកចំណងចំណូលចិត្តរបស់ពួកគាត់ដូចគ្នាទេយើងក៏ចិត្តហូបស្លម្ជូររបស់ទឹកម៉ែរបស់យើងក៏ចិត្តទៅរបស់គោកឯងគាត់មិនសូវចិត្តរបស់ទឹកប្រហែលទេហើយតើយើងធ្វើពីរមុខអញ្ចឹងបានលើចេញជាលទ្ធផលហើយហូបចំហុយមួយមុខហើយនឹងស្លម្ជូរស្រែមួយមុខបន្លែប្លុកអីគឺជារបស់ខ្លួនឯងទាំងអស់តែហ្មងដោយសារតែយើងមានដាំសពមុខអស់ហើយអញ្ចឹងពេលធ្វើម្ហូបគឺងាយស្រួលតែម្ដងមុខម្ហូបមួយមុខនេះគឺយើងចំណាយលុយតិចរសជាតិឲ្យអ៊ុយហ្មងអានឹងនឹងបាយអស់មួយឆ្នាំទៀតហើយ